Bà chỉ điệp xua bốc mai bằng bồn từng ọc nia bà xóa cùng một can videoថ្ងៃនេះហើយសួស្តីបងប្អូនទាំងអស់ដែលជាពិសេសគឺបងប្អូនដែលស្រឡាញ់និយមចូលចិត្តការចិញ្ចឹមសត្វជាពិសេសគឺការចិញ្ចឹមទន្សាយដូចខ្ញុំនេះបាទហើយយើងនិយាយគ្នាលេងបាទថ្ងៃនេះដោយសារឥឡូវអាកាសធាតុវាត្រជាក់បងប្អូនបាទបងប្អូនដឹងស្រាប់ហើយយើងនេះត្រជាក់ចុះត្រជាក់ឡើងមកទឹកចូល10ថ្ងៃហ្នឹងបងប្អូនត្រជាក់ខ្លាំងដែរឥឡូវបាទ10អង្សាសេជាង20អង្សាសេបងប្អូនបាទត្រជាក់គួរសមហើយសម្បីតែយើងមនុស្សក៏ត្រជាក់ខ្លាំងហើយសត្វគ្នាក៏កាន់តែត្រជាក់ទៀតអញ្ចឹងដើម្បីឲ្យទន្សាយរបស់យើងមានសុខភាពល្អបងប្អូនត្រូវថែទាំមានការបិទបាំងវាខ្លះទៅបងប្អូនកុំឲ្យវាល្ងាខ្លាំងណាបាទបើសិនជាអាកូនទុយក្នុងសម្បុកក្នុងកញ្ច្រែងយើងវានៅទុយបងប្អូនអាចដាក់ច្បាំងឲ្យវាច្រើនទៅបាទបើសិនជាមេវាអត់សូវមានបោចរោមទេពេលវាកើតហ្នឹងបងប្អូនអាចដាក់ចម្បាំងដាក់អីឲ្យវាច្រើនតិចទៅដើម្បីវាកុំឲ្យល្ងាបាទកូនទូចហើយអាកូនរៀងធំគ្រាន់តែយើងបែកមេអីហើយហ្នឹងយើងដាក់ចំណីដាក់អីទឹកធម្មតាទៅហើយពេលថ្ងៃអត់សូវអីទេពេលល្ងាចពេលយប់វាត្រជាក់រៀងខ្លាំងយើងអាចបិទបាំងយកជាសម្បកកេះឡាំងឬក៏ជាកណាត់អីហុំពីលើត្រង់ទៀតថែមទៀតទៅបងប្អូនវាត្រជាក់ខ្លាំងពេលយប់បាទចឹងអត់មានអីទេបងប្អូនអើយគាត់ថាចែករំលែកបន្តិចបន្តួចបាទដើម្បីឲ្យទន្សាយយើងកាន់តែសុខភាពល្អដោយសារខែត្រជាក់អញ្ចឹងយើងត្រូវការកម្ដៅគ្រាន់ថាទន្សាយវាមិនត្រូវការកម្ដៅខ្លាំងដូចមន់ដូចទាទេបើមន់ទាខែល្ងាចអញ្ចឹងបាត់បាំងចិត្តឈឹងហ្មងបាទអត់ប្រហែលនេះគឺធ្លាក់ខ្យល់ល្ងារួញអន់ងាប់បាទតែទន្សាយនេះក៏វាល្ងាដែរគាត់ថាវាលក្ខណៈមួយថាក្រន់ជាងមន់ជាងទាបងប្អូនបាទប៉ុន្តែយើងនៅតែមើលថែវាដូចគ្នាបងប្អូនបាទអញ្ចឹងអត់មានអីទេបងប្អូនមានប៉ុណ្្នឹងទេហើយអរគុណច្រើនបងប្អូនដែលតែងតែតាមដានវីដេអូហើយបងប្អូនត្រូវការកូនទន្សាយអាចឆាតជួប page ខ្ទមទន្សាយក៏បាន Telegram 097 25 25 220 កូដក៏បានបាទអរគុណ